យើងមានផ្លូវលបឿនលឿនមកការធ្វើដំណើរពីភ្នំពេញទៅក្រុងបរសៃអនុកាន់តែមានភាពងាយស្រួលជាងមុនជិះត្រឹមតែ3ម៉ោងទៅ3ម៉ោងកន្លះគឺយើងបានទៅដល់បាត់ហើយយើងបានបន្តដំណើរដោយការជិះទូកពីផែក្រុងបរសៃអនុចំណាយអស់រយៈពេលប្រហែលជា45នាទីយើងបានទៅដល់កោះរ៉ុងសន្លឹមបានចូលពីផែភ្លាមអត់ទាន់ធ្វើអីទេគឺសូមមើល Google Map ជាមុនសិនដើម្បីទៅរកកន្លែងដែលយើងបានកក់ស្នាក់នៅលើកោះរ៉ុងសន្លឹមនឹងពីកន្លែងផែដែលទៅដល់កន្លែងយើងស្នាក់នៅនឹងយើងដើរប្រហែលជា10នាទីទេបន្ទាប់ពី check in ហើយរួចរាល់នឹងគេមាន welcome drink ឲ្យយើងម្នាក់មួយកែវមេកំពុងតែក្តៅហើយដើរមករៀងហត់ផងបានតែក៏ឆ្មាតកកម្នាក់មួយកែវជូអែមចេះនិយាយពីថាមានកម្លាំងព្រឹសតែយើងអត់ទាន់ឈប់ត្រឹមនឹងទេគឺយើងត្រូវដើរប្រហែលជា5នាទីទៀតបានទៅដល់កន្លែងដែលយើងស្នាក់នៅកន្លែងដែលខ្ញុំស្នាក់នៅនេះគឺខ្ញុំស្រឡាញ់ខ្លាំងមែនតើដោយសារតែ view របស់វាគឺបែរទៅរកមាត់សមុទ្រហើយវាជាផ្ទះដាច់ពីគ្នាតែម្ដងនៅក្នុងបន្ទប់គេងរបស់ខ្ញុំហ្នឹងគឺមានក្រេ2ក្រេធំមួយហើយនិងក្រេតូចមួយបងប្អូនហើយគេមានកញ្ចក់ឲ្យយើងបែរទៅមើលមាត់សមុទ្រទៀតហើយបន្ទាប់ពីយើងរៀបចំទុកដាក់អីវ៉ាន់រួចរាល់អស់ហើយចាំកាលទៀតបងប្អូនតោះផ្លាស់កៅអៅហើយទៅលេងទឹកសមុទ្រនិងមើលទេសភាពទាំងអស់គ្នា Moving too fast the moon is lighting up her skin she's falling doesn't even know it yet having no regrets is all that she really wants we're only getting older baby and I've been thinking about you lately does it ever drive you crazy just how fast the night changes everything that you've ever dreamed of disappearing when you wake up but there's nothing to be afraid of even when the night changes it will never change me and you ឃើញខ្ញុំរត់ហាត់ប្រាណនេះគឺជាព្រឹកថ្ងៃបន្ទាប់ទៀតដែរដោយបងប្អូនដឹងអញ្ចឹងខ្ញុំទៅណាក៏ខ្ញុំព្យាយាមហាត់ប្រាណដែរដោយសារតែការហាត់ប្រាណគឺវាមិនត្រឹមតែធ្វើឲ្យរាងរបស់យើងស្អាតតែមួយមុខហ្នឹងទេវាធ្វើឲ្យអារម្មណ៍របស់យើងស្រស់ថ្លាជាពិសេសបានរត់ហាត់ប្រាណនៅមាត់សមុទ្រអញ្ចឹងផងគឺអេមខ្លាំងមែនតើបន្ទាប់ពីរត់ហាត់ប្រាណមើលទៅរៀងអស់កម្លាំងហើយយើងចាំកាលបងប្អូនមិនក៏មិនញ៉ាំអីទៅនេះហើយនេះគឺជាអាហារពេលព្រឹករបស់ខ្ញុំបងប្អូននិយាយទៅព្រឹកនេះសូមលក្ខណៈអឺរ៉ុបមួយចានហើយអាស៊ីមួយចានហើយបន្ទាប់ពីញ៉ាំអីពេលព្រឹកហើយហ្នឹងយើងក៏សម្រេចគ្នាចង់ទៅលេងឆ្នេរ Lazy Beach ម្ដងទៀតដោយសារតែឆ្នាំមុនយើងទៅហ្នឹងគឺវាស្អាតខ្លាំងពេកធ្វើឲ្យដិតដាមចង់ទៅឆ្នាំនេះម្ដងទៀតប៉ុន្តែពីកន្លែងដែលយើងស្នាក់នៅទៅកាន់ Lazy Beach ហ្នឹងក៏យើងធ្វើដំណើរដោយថ្មើរជើងចំណាយរយៈពេលប្រហែលជា15នាទីទៅ20នាទីបងប្អូនបានដើរទៅដល់សាច់ដើររយៈពេលតែ20នាទីប៉ុន្តែហត់ខ្លាំងដោយសារតែពេលដែលខ្ញុំទៅហ្នឹងគឺថ្ងៃបើកខ្លាំងមែនតើតែម្យ៉ាងដែរទៅសមុទ្របើសិនជាអត់មានថ្ងៃបើកអញ្ចឹងទឹកសមុទ្រអត់សូវស្អាតទេតែបើថ្ងៃបើកអញ្ចេះផងគឺទឹកសមុទ្រស្អាតខ្លាំងមែនតើទីប៊ីកដែលយើងធ្វើដំណើរមកនេះតាមក៏ពិតទៅក៏មានជាម៉ូតូជួលក៏យន្តអីដែរឬមកក៏កបីយន្តអីដែរតែដោយសារតែយើងចូលខ្លួនឯងចាយើងចង់ដើរស្មោះត្រង់ទៅខ្ញុំចូលចិត្តដើរអញ្ចឹងដើរមើលនេះមើលនោះទៅបើយើងជិះម៉ូតូជិះកោយន្តអីចឹងជិះឡានអីចឹងមកផ្លែទៅដល់បាត់តាមផ្លូវនោះយើងបានមើលអីណាមួយយើងរៀងនៅសល់ពេលដែរថ្ងៃនេះមួយថ្ងៃយើងមានធ្វើអីទេអញ្ចឹងយើងចង់ដើរភ្នំមើលនេះមើលនោះខ្លះអញ្ចឹងទៅយើងចិត្តមកដល់ហើយឃើញទឹកសមុទ្រលំហើយហើយមុននឹងឆ្លងចាប់ទៅដល់ឆ្នេរហ្នឹងឥឡូវយើងស៊ូព្រៃមកកណ្ដោបទៀតនៅម្ដុំនេះគឺអត់ទៅមានផ្ទះសំណាក់ទេអត់ទៅមានរីសតអីទេអញ្ចឹងបានយើងត្រូវបែរខំចិត្តដើរមកពីកន្លែងដែលដបងថតទៅនៅអញ្ចឹងអត់មែនតែយើងទៅតែបោះទៅអីក៏មកដើរសុកឥឡូវមកដល់កន្លែងងូតទឹកសមុទ្របាទដោយសារតែមកដល់ឆ្នេរនេះខ្ញុំអត់សូវបានថតវីដេអូអីច្រើនទេព្រោះចង់ enjoy the moment ច្រើនជាងស្ដាប់សលេងទឹកសមុទ្រស្ដាប់សត្វយំជាពិសេសគឺមើលព្រះអាទិត្យអស្តង្គតទេសភាពនិយាយពីថាស្អាតខ្លាំងមែនតែនថតវីដេអូគឺអត់ស្អាតដូចយើងមើលនឹងភ្នែកផ្ទាល់ទេបងប្អូននៅពេលដែលយើងមើលនឹងភ្នែកផ្ទាល់គឺយើងបានឃើញភាពរស់រវើកនៃធម្មជាតិច្រើនជាងខ្ញុំអត់បានបេះទេដោយសារតែខ្ញុំឃើញវានៅលើនេះហើយខ្ញុំក៏យកវាមកមើលផ្លែនេះខ្ញុំអត់ដឹងថាគេហៅផ្លែអីទេឃើញដើមវាមានច្រើនដែរនៅតាមសមុទ្រណាហើយនេះផ្លែវាអញ្ចឹងបាយជាញ៉ាំអត់កើតទេរឹងកមឺមើលរឹងមែនតែនហ្មងណារឹងមើលបងប្អូនណាស្គាល់ផ្លែនេះចាំជួយប្រាប់ផងខមមិនប្រាប់ផងហើយគេញ៉ាំបានដែរឬក៏អត់ចឹងណាតែ
តែផ្លែវាស្អាតតែនេះនេះគឺជាវីដេអូដែលខ្ញុំបង្ហាញពីថ្ងៃដែលខ្ញុំមកដើរលេងឆ្លងឆ្នាំដោយសារតែថ្ងៃនេះមិនមែនជាថ្ងៃទី31តែម្ដងទេប៉ុន្តែខ្ញុំសន្មតថាខ្ញុំយកថ្ងៃនេះគឺជាថ្ងៃឆ្លងឆ្នាំអញ្ចឹងថ្ងៃស្អែកគឺជាថ្ងៃថ្មីរបស់ខ្ញុំហើយបងប្អូនហើយថ្ងៃនេះដែរឆ្នាំនេះគឺខ្ញុំមកឆ្លងនៅដូចឆ្នាំមុនដែរនៅ Lazy Beach នៅកោះរ៉ុងសន្លឹមអត់ទៅណាឆ្ងាយទេដោយសារតែបងប្អូនទាំងអស់គ្នាដឹងហើយប្រទេសជាតិរបស់យើងកំពុងតែមានសង្គ្រាមហើយមកឆ្លងឆ្នាំនេះមិនមែនថាអូប្រទេសជាតិកំពុងតែមានសង្គ្រាមស្រាប់តែខ្លួនឯងមកសប្បាយអត់ទេបងប្អូនជាធម្មតាជារៀងរាល់ឆ្នាំទោះបីជាខ្ញុំជួបទុក្ខលំបាកក្តីសូម្បីតែមានទុក្ខលំបាកផ្នែកហិរញ្ញវត្ថុក៏ខ្ញុំត្រូវតែមកឆ្លងឆ្នាំដែរដើម្បីបូកសរុបថាឆ្នាំចាស់ហ្នឹងឆ្នាំមុនហ្នឹងខ្ញុំបានសម្រេចអ្វីខ្លះខ្ញុំបានសាងកំហុសបែបណាខ្លះឬមួយក៏ខ្ញុំបានសមិទ្ធផលបែបណាខ្លះដើម្បីមកបូកសរុបហើយរៀបចំផែនការសម្រាប់ឆ្នាំថ្មីប៉ុន្តែបើសិនជាយើងអត់បានមកបូកសរុបថាយើងបានសម្រេចអីខ្លះហើយយើងត្រូវធ្វើផែនការសម្រាប់ឆ្នាំថ្មីបែបណាទេឆ្នាំថ្មីរបស់យើងនឹងធ្វើទៅវាដដែលវាអត់បាន improve អីវាអត់បានអភិវឌ្ឍអីអញ្ចឹងហើយបានជារៀងរាល់ឆ្នាំតែម្ដងគឺខ្ញុំតែងតែយកចិត្តទុកដាក់ខ្លាំងមែនទែនទៅលើថ្ងៃឆ្លងឆ្នាំទី1គឺមកបូកសរុបលទ្ធផលដែលយើងបានសាងនៅក្នុងឆ្នាំចាស់បន្តមកទៀតគឺយើងត្រូវរៀបចំគោលដៅផែនការថ្មីគឺសម្រាប់ឆ្នាំថ្មីអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាគួរតែមានផែនការសម្រាប់ឆ្នាំថ្មីដូចគ្នាដែរដើម្បីឲ្យយើងដឹងថាឆ្នាំថ្មីហ្នឹងគឺយើងបានចង់សម្រេចអីហើយយើងទទួលបានលទ្ធផលថ្មីនៅក្នុងឆ្នាំថ្មីដូចគ្នាអញ្ចឹងរីករាយឆ្នាំថ្មី2026ទាំងអស់គ្នា